บัติព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី7ខែឧសភាឆ្នាំ2025វេលាម៉ោង7ព្រឹកតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ93សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ2សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់7ម៉ែត្រ71សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ9សង់ទីម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ66សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ4សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ72សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ18សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ38សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ4សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ94សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ4សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ7សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ2សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់69សង់ទីម៉ែត្រស្មើថ្ងៃម្សិលមិញស្ថានភាពទឹកទន្លេស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងឡើងនិងស្រកបន្តិចបន្តួចសូមអរគុណ